បាទជំរាបសួរដល់ពុកម៉ែបងប្អូនកសិករយើងទាំងអស់បាទហើយថ្ងៃនេះខ្ញុំមកមើលស្រូវរបស់ពុកម៉ែបងប្អូនកសិករយើងដែលគាត់បានជ្រើសរើសឈុតស្រូវល្អសម្រាប់បាញ់បំពន់នៅពេលនេះគឺម៉ោង 2:30 នាទីបាទជាពេលមួយដែលថ្ងៃកំពុងតែរាសច្បាស់ណាពុកម៉ែបងប្អូនប៉ុន្តែយើងមើលសភាពស្រូវនេះបាទគឺនៅតែស្លឹកអីនឹងគឺរស់រវើកនៅពណ៌បៃតងល្អមែនតើពុកម៉ែបងប្អូនអត់មានសពូទេស្អាតបាទអញ្ចឹងបញ្ជាក់ថាស្រូវមានសុខភាពល្អចាំមើលស្រូវទាំងអស់គ្នានៅខាងក្រោមខ្ញុំនឹងវិចឲ្យមើលថាតើមានអ្វីដែលចម្លែកដែលប្លែកដែលខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនកសិករយើងបាទតោះបាទនេះពុកម៉ែបងប្អូនយើងនៅពេលនេះបាទស្រូវដែលជ្រើសរើសជាមួយឈុតស្រូវល្អបាញ់បំពន់នេះបាទចាប់ផ្ដើមមានទឹកដូចកសិករតែងហៅថាទឹកសន្សើមតែងតែមាននៅចន្លោះពេលម៉ោង 4 កន្លះឬក៏ម៉ោង 5ប៉ុន្តែសម្រាប់ស្រូវដែលប្រើឈុតស្រូវល្អបាញ់បំពន់នេះស្រូវដែលមានសុខភាពល្អស្លឹកអីនឹងគឺល្អដូច្នេះហើយធ្វើឲ្យទឹកសន្សើមនៅចុងស្លឹកនៅក្នុងចន្លោះម៉ោង 2 ម៉ោង 2 កន្លះនេះចាប់ផ្ដើមឡើងលើម្ដងបាទនេះអីហ្នឹងសុទ្ធតែនេះទឹកមកឡើងលើបាទតំណក់អីផ្លេកឡើងលើហើយនេះបាទនេះច្រើនណាស់នេះឡើងដល់ពាក់កណ្ដាលហើយបាទអញ្ចឹងនៅខាងលើនេះពេលដែលល្ងាចម៉ោង 4 កន្លះឬក៏ម៉ោង 5ដែលស្ងប់ខ្យល់បានយើងស្លឹកនៅខាងលើហ្នឹងជាប់អញ្ចឹងជាទូទៅបាទអត់ដែលឃើញមានស្រូវដែលនៅពលាម៉ោងនេះម៉ោង 2 ម៉ោង 2 កន្លះនេះដែលមានទឹកច្រើនមកលើស្រូវហ្នឹងគឺអត់ដែលងាយឃើញមានទេមានតែស្រូវដែលមានសុខភាពល្អបាទដែលមានសុខភាពល្អទៅធ្វើឲ្យស្លឹកអីហ្នឹងគឺវាអត់មានខូចហៅថាទ្រង់ទ្រាយអីទៅឃើញថាស្រូបសំណើមពីក្នុងដីហ្នឹងបានមកចិញ្ចឹមនឹងស្លឹកដូច្នេះហើយនៅពេលម៉ោងប៉ុណ្នេះម៉ោងដែលក្តៅឃើញនេះស្លឹកស្រូវនេះអត់មានការសពោនេះនៅតែរស់រវើកពណ៌បៃតងខៀវស្ងាត់តែម្ដងបាទនេះលក្ខណៈពិសេសដែលស្រូវជ្រើសរើសនៅឈុតស្រូវល្អសម្រាប់បាញ់បំពន់បាទ